នៅដើមទសវត្សរ៍ឆ្នាំ60ពិភពលោកទាំងមូលកំពុងធ្លាក់យ៉ាងជ្រៅទៅក្នុងសង្គ្រាមត្រជាក់ហើយការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតក៏បានកាត់មានឡើងយ៉ាងក្តៅគគុកផងដែរនៅក្នុងគ្រប់វិស័យទាំងអស់រាប់ចាប់តាំងពីវិស័យយោធានយោបាយនិងសេដ្ឋកិច្ចរហូតទៅដល់វិស័យបច្ចេកវិទ្យានិងអវកាសតាមការពិតទៅវិស័យអវកាសនេះគឺមានប្រើបច្ចេកវិទ្យាដូចគ្នាច្រើនទៅនឹងវិស័យយោធាជាពិសេសគឺបច្ចេកវិទ្យាមីស៊ីល ballistic អន្តរទ្វីបដែលបន្សល់ទុកពីអាល្លឺម៉ង់ណាស៊ីគឺរ៉ុកែត V2 ដែលអ្នកវិទ្យាសាស្ត្ររបស់ Hitler បានផលិតនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ហើយដែលជារ៉ុកែតលោកដំបូងបង្អស់នៅក្នុងប្រវត្តិនៃមនុស្សជាតិយើងដែលអាចហោះទៅចេញផុតពីព្រំដែននៃបរិយាកាសភពផែនដីហើយចូលទៅដល់ក្នុងទីអវកាសក្រោយពីអាល្លឺម៉ង់ចាញ់សង្គ្រាមអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ជាច្រើនអ្នកដែលជំនាញខាងបច្ចេកវិទ្យាផលិតរ៉ុកែត V2 នេះត្រូវបានអាមេរិកលួចជំនាញដោយសម្ងាត់យកចេញពីអាល្លឺម៉ង់ទៅអាមេរិកក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នាសូវៀតដែលបានវាយដណ្ដើមកាន់កាប់ប្រទេសអាល្លឺម៉ង់មួយផ្នែកធំនោះក៏បានចាប់ខ្លួនអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់មួយចំនួនព្រមទាំងបានរឹបអូសយកឯកសារនិងប្លង់មេនៃរ៉ុកែត V2 នេះបានយ៉ាងច្រើនផងដែរតាមរយៈបច្ចេកវិទ្យាអាល្លឺម៉ង់នេះហើយដែលអាមេរិកនិងសូវៀតអាចបង្កើតកម្មវិធីផលិតមីស៊ីល ballistic អន្តរទ្វីបនិងក្រោមមកទៀតផលិតរ៉ុកែតសម្រាប់ប្រើនៅក្នុងការប្រកួតប្រជែងខាងអវកាសក៏ប៉ុន្តែនៅក្នុងវិស័យអវកាសនេះគឺសហភាពសូវៀតដែលមានភាពជឿនលឿនទៅមុខច្រើនជាងសហរដ្ឋអាមេរិកនៅថ្ងៃទី4ខែតុលាឆ្នាំ1957សហភាពសូវៀតបានក្លាយទៅជាប្រទេសទី1នៅក្នុងប្រវត្តិសាស្ត្រដែលបានទទួលជោគជ័យក្នុងការបាញ់បង្ហោះនៅផ្កាយរណបមួយឈ្មោះថា Sputnik ដាក់ទៅក្នុងតារាវិថីជុំវិញភពផែនដីរបស់យើងជោគជ័យរបស់សូវៀតនេះបានធ្វើឲ្យសហរដ្ឋអាមេរិកភ័យឆាវឡោគឺដោយម្យ៉ាងបារម្ភពីការគំរាមកំហែងផ្នែកសន្តិសុខដែលអាចបង្កឡើងដោយសូវៀតពីទីអវកាសនោះផងនិងបារម្ភផងដែរខ្លាចដើមមិនទាន់សូវៀតខាងផ្នែកបច្ចេកវិទ្យានៅពេលនោះហើយដែលសហរដ្ឋអាមេរិកក្រោមអាណត្តិលោកប្រធានាធិបតី Dwight Eisenhower បានចាប់ផ្ដើមងាកមកផ្ដោតអាទិភាពលើវិស័យអវកាសនេះដែរដែលបានបង្កើតស្ថាប័នជំនាញមួយឲ្យទទួលបន្ទុកអភិវឌ្ឍកម្មវិធីអវកាសគឺទីភ្នាក់ងារ NASA ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី29ខែកក្កដាឆ្នាំ1958នៅឆ្នាំ1958ក្រោយពីបានបង្កើតឡើងភ្លាម NASA ក៏បានបង្កើតកម្មវិធីអវកាសទី1របស់ខ្លួនដែលដាក់ឈ្មោះថា Mercury នេះមានគោលដៅចម្បងមួយគឺបញ្ជូនអវកាសយានិកឲ្យហោះចេញទៅក្នុងគន្លងតារាវិថីជុំវិញផែនដីរួចហើយវិលត្រឡប់មកវិញដោយសុវត្ថិភាពហើយតាមគម្រោងអាមេរិកចង់សម្រេចគោលដៅនេះឲ្យបានមុនសហភាពសូវៀតក៏ប៉ុន្តែជាថ្មីម្ដងទៀតកម្មវិធីអវកាសរបស់អាមេរិកនៅតែដើរយឺតមួយជំហានក្រោយសហភាពសូវៀតដដែលនៅថ្ងៃទី12ខែមេសាឆ្នាំ1961អវកាសយានិកសូវៀតឈ្មោះថា Yuri Gagarin គឺជាមនុស្សទី1នៅក្នុងប្រវត្តិសាស្ត្រដែលបានធ្វើដំណើរទៅក្នុងទីអវកាសដោយបានហោះនៅក្នុងគន្លងតារាវិថីមួយជុំភពផែនដីមុននឹងវិលត្រឡប់មកចុះចតលើផែនដីវិញដោយសុវត្ថិភាពជិតមួយខែក្រោយមកទៀតគឺនៅថ្ងៃទី5ខែឧសភាទើបអាមេរិកអាចបញ្ជូនអវកាសយានិករបស់ខ្លួនឲ្យហោះចេញទៅក្នុងទីអវកាសក៏ប៉ុន្តែនៅពេលនោះអវកាសយានិករបស់អាមេរិកគឺ Alan Shepard ក៏នៅមិនទាន់អាចហោះមួយជុំក្នុងគន្លងតារាវិថីជុំវិញផែនដីដូចជា Yuri Gagarin នៅឡើយនោះដែរគេត្រូវរងចាំរហូតដល់ថ្ងៃទី20ខែកុម្ភៈឆ្នាំ1962ពូលគឺជិត1ឆ្នាំក្រោយសហភាពសូវៀតទើបអាមេរិកអាចសម្រេចគោលដៅរបស់ខ្លួនកាលពីខែមេសាឆ្នាំ1961នៅពេលដែល Yuri Gagarin ទទួលជោគជ័យក្នុងការហោះក្នុងគន្លងតារាវិថីជុំវិញភពផែនដីសហរដ្ឋអាមេរិកទើបនឹងមានប្រធានាធិបតីថ្មីគឺលោក John Kennedy ដែលទើបនឹងឡើងមកកាន់តំណែងជាផ្លូវការកាលពី4ខែមុននៅក្នុងខែមេសាឆ្នាំ1961នោះដែរក្រៅពីបរាជ័យមិនអាចបញ្ជូនអវកាសយានិកទៅក្នុងទីអវកាសបានមុនសហភាពសូវៀតអាមេរិកក៏ត្រូវប្រឈមនឹងបរាជ័យដ៏អាម៉ាស់មួយទៀតផងដែរគឺបរាជ័យនៃប្រតិបត្តិការរបស់ CIA ក្នុងការចូលឈ្លានពានប្រទេសគូបាប្រតិបត្តិការដែលគេតែងតែស្គាល់ជាទូទៅថា Bay of Pigs Invasion ប្រឈមនឹងបរាជ័យផ្ទុនគ្នានេះអាមេរិកត្រូវការជាចាំបាច់ក្នុងការស្វែងរកជោគជ័យណាមួយដើម្បីស្ដារមុខមាត់របស់ខ្លួនឡើងវិញហើយនៅពេលនោះវិស័យអវកាសវាគឺជាចំណាប់អារម្មណ៍ដ៏ចម្បងមួយរបស់លោក John Kennedy លោកប្រធានាធិបតីថ្មីក៏បានចេញបញ្ជាឲ្យរដ្ឋបាលរបស់លោកធ្វើការសារើមើលឡើងវិញលើគម្រោងអវកាសរបស់ NASA ដើម្បីរិះរកវិធីធ្វើយ៉ាងណាអាចដើរទាន់ឬក៏យកឈ្នះសហភាពសូវៀតឲ្យបានហើយចំណុចដែលគេរំពឹងថានឹងអាចប្រជែងឈ្នះសូវៀតបាននៅពេលនោះគឺការបញ្ជូនមនុស្សឲ្យទៅចុះចតលើឋានព្រះច័ន្ទនៅថ្ងៃទី25ខែឧសភាឆ្នាំ1961លោក John Kennedy បានធ្វើសេចក្តីថ្លែងការណ៍មួយនៅចំពោះមុខសភាអាមេរិក
Đáoនៅក្នុងសេចក្តីថ្លែងការណ៍នោះលោកមិនត្រឹមតែដាក់ចេញនូវគោលដៅបញ្ជូនមនុស្សឲ្យទៅចុះចតលើឋានព្រះច័ន្ទប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបានកំណត់ពេលយ៉ាងច្បាស់ថាអាមេរិកនឹងធ្វើរឿងនេះឲ្យបាននៅមុនដំណាច់ទសវត្សរ៍ឆ្នាំ60នៅពេលនោះហើយដែលគម្រោងអវកាសថ្មីមួយទៀតត្រូវបាន NASA បង្កើតឡើងគឺគម្រោង Apollo នៅពេលនោះបច្ចេកវិទ្យាអវកាសអាមេរិកនៅមានភាពយឺតយ៉ាវច្រើននៅឡើយដោយអាមេរិកទើបនឹងអាចបញ្ជូនអវកាសយានិកទៅក្នុងទីអវកាសបានតែម្ដងប៉ុណ្ណោះហើយអវកាសយានិកនេះទៀតសោតក៏នៅមិនទាន់អាចទាំងហោះបានដល់មួយជុំគន្លងតារាវិថីនៅឡើយផងនោះដែរដូច្នេះដើម្បីអាចបញ្ជូនមនុស្សឲ្យទៅចុះចតលើឋានព្រះច័ន្ទនៅក្នុងរយៈពេលមិនដល់10ឆ្នាំទៀតផងនោះផ្លូវដែល NASA ត្រូវដើរគឺនៅឆ្ងាយសាច់ឆ្ងាយតទៅមុខទៀតក៏ប៉ុន្តែអ្វីដែល NASA មាននៅក្នុងដៃនៅពេលនោះគឺធនធានមនុស្សនិងជាពិសេសគឺធនធានហិរញ្ញវត្ថុដើម្បីអាចសម្រេចតាមគោលដៅហើយប្រជែងយកឈ្នះសូវៀតសហភាពអាមេរិកបានសម្រេចផ្ដល់នូវកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ទៅដល់ NASA ដោយគ្រាន់តែគម្រោង Apollo នេះមួយ NASA ទទួលបាននូវកញ្ចប់ថវិការហូតដល់ទៅ$25,000 លានពលគឺជាង$150,000 លានបើគិតតាមតម្លៃលុយដុល្លារបច្ចុប្បន្នហើយបុគ្គលិកដែលធ្វើការនៅក្នុងគម្រោង Apollo នេះទៀតសោតគឺមានរហូតដល់ទៅប្រមាណជា40,000 នាក់ឯណោះដោយនេះគេនៅមិនទាន់គិតដល់ផងអំពីក្រុមហ៊ុនតូចធំជាច្រើនផ្សេងទៀតដែលធ្វើការជាប់កិច្ចសន្យាឲ្យ NASA នៅក្នុងគម្រោងបញ្ជូនមនុស្សឲ្យទៅចុះចតលើឋានព្រះច័ន្ទឲ្យបានមុនដំណាច់ទសវត្សរ៍ឆ្នាំ60